bộ mai bom ôn snap tư nhiều bàiរបស់សម្ដេចបបថាបដីល្អណាស់ដែលកតាបកិច្ចយោធាដែលឲ្យយុវជនចំនួនក្រោយមានការងារធ្វើហ្វឹកហាត់និងកម្លាំងមាំមួនទី1មានប្រាក់ខែមានអីសប្បាយតែខ្ញុំខ្លាចមន្ត្រីអនុវត្តខាងក្រោមនេះវាមិនអាចយកយុវជននៅតាមភូមិសកាត់បានទេវាយកតែខ្សែបាក់ពួកគ្នាវាយកកតាបកិច្ចយោធាព្រោះហេតុអីព្រោះចូលទៅមានប្រាក់ខែដូចជាយោធាមានអីសពបែបយ៉ាងដែរប៉ុន្តែកូនចៅអ្នកក្រដែលចង់ទៅកតាបកិច្ចយោធាមិនអាចទៅរួចទេព្រោះហេតុអីយកតែខ្សែបាក់ពួកគ្នាឯងខ្ញុំនិយាយមែនប៉ុន្តែបើអាចរើសតាមឃុំសកាត់ឲ្យស្ម័គ្រចិត្តយោធាដោយប្រទេសអ្នកដតីចិត្តខាងនឹងល្អណាស់ពុកម៉ែបងប្អូនលុបបំបត្តិអំពើពុកអលួយនឹងចោលខ្ញុំគ្រប់គ្រង 100% ដែលយុទ្ធជនចូលបំពេញកាតព្វកិច្ចយោធាគឺមានការឧបត្ថម្ភជាប្រាក់ឧបត្ថម្ភសម្លៀកបំពាក់គ្រឿងបំពាក់អីគឺដូចយុទ្ធនអាជីពទាំងអស់ប៉ុន្តែប្រាក់ឧបត្ថម្ភប្រចាំខែគឺមានចែងនៅក្នុងអនុក្រឹត្យកំពុងឆ្លងយើងមិនអាចបញ្ជាក់ថាចំនួនប៉ុន្មានបានទេតែមានប្រាក់ឧបត្ថម្ភនៅចែងនៅក្នុងអនុក្រឹត្យហើយពេលដែលកំពុងតែបំពេញកាតព្វកិច្ចយោធានេះបើសិនជាគាត់មានជំងឺរបួសស្អីសពបែបយ៉ាងគឺថារដ្ឋជាអ្នកធានារ៉ាប់រងក្នុងការទទួលរ៉ាប់រងក្នុងការព្យាបាលជំងឺរបស់គាត់ហើយបើសិនជាគាត់ធ្លាក់ខ្លួនពិការមរណភាពឬពលីក៏គាត់ទទួលបានរបបឧបត្ថម្ភដូចយុទ្ធនអាជីពដែរ